នៅឆ្នេរសមុទ្រដ៏កខ្វក់មួយកន្លែងទឹកសមុទ្របានបោកបក់នាំសម្រាមគ្រប់ប្រភេទមកទើជាប់នៅលើឆ្នេរខ្សាច់ក្នុងនោះគេសង្កេតឃើញមានខ្នើយធ្វើពីអេប៉ុងមួយផងដែរសួស្ដីបងរំពេពួកបងកំពុងធ្វើអីនឹងខ្នើយអេប៉ុងសួររាក់ទាក់ជាមួយបាក់សីពណ៌សដែលកំពុងហោះហើរចុះឡើងនិងកំពុងតែបន្លឺសូរសៀងពោពេញដោយអារម្មណ៍ល្អនៅលើលំហអាកាសសត្វរំពេឆ្លើយពួកយើងកំពុងតែចង់ទៅលេងទឹកជ្រោះដើម្បីស្វែងរកចំណីត្រីទឹកសាបផងនិងចង់ជួបមិត្តភ័ក្តិខ្លះផងហ្នឹងណាទឹកជ្រោះគឺជាស្អីទៅហើយវានៅឯណាខ្នើយអេប៉ុងសួរនាំដោយយកចិត្តទុកដាក់សត្វរំពេក៏រៀបរាប់ប្រាប់ជ្រោះជាទីកន្លែងដែលមានទឹកហូរធ្លាក់ពីលើកំពូលភ្នំហើយទឹកនោះសោតវាហូរខ្មួលខ្មាញ់កាត់ដុំថ្មតូចធំរាប់ម៉ឺនដុំមានទេសភាពស្រស់ថ្លាត្រជាក់ត្រជុំប្លែកពីសមុទ្រនេះទឹកជ្រោះនេះវាស្ថិតនៅតាមជ្រលងភ្នំអូហូខ្ញុំចង់ទៅកន្លែងទឹកជ្រោះនោះខ្លាំងណាស់ខ្នើយអេប៉ុងអង្វរសុំឲ្យរំពេជួយមិនអីទេចាំយើងនាំឯងទៅសត្វរំពេនិយាយដោយបំណងល្អព្រមទាំងហើរបន្ទាបខ្លួនមកលើឆ្នេរខ្សាច់ខ្ញុំនឹងពំឯងដោយចម្ពោះរបស់ខ្ញុំសត្វរំពេប្រាប់ព្រមទាំងខំពំខ្នើយអេប៉ុងឡើងប៉ុន្តែសត្វរំពេមិនអាចពំខ្នើយអេប៉ុងឲ្យហើរផុតពីដីបានព្រោះខ្នើយអេប៉ុងនោះមានទម្ងន់ធ្ងន់ខ្លាំងពេកខ្ញុំមិនអាចនាំឯងទៅកាន់ទឹកជ្រោះបានទេព្រោះខ្លួនឯងធ្ងន់ខ្លាំងណាស់សត្វរំពេប្រាប់ព្រមទាំងទម្លាក់ខ្នើយអេប៉ុងនោះចោលទៅលើឆ្នេរខ្សាច់វិញអោធ្វើយ៉ាងម៉េចទៅណខ្ញុំចង់ទៅលេងទឹកជ្រោះខ្លាំងណាស់ខ្នើយអេប៉ុងត្អូញត្អែសុំអង្វរឲ្យសត្វដទៃជួយពំនាំវាទៅកាន់ទឹកជ្រោះប៉ុន្តែសត្វណាក៏បដិសេធនឹងវាដែរព្រោះខ្លួនរបស់វាធ្ងន់ជ្រុលពេកមិនតែប៉ុណ្ណោះថែមទាំងជាប់ជាតិប្រៃដោយសារទឹកសមុទ្រទៀតផងពេលវេលាកន្លងទៅជាច្រើនថ្ងៃខ្នើយអេប៉ុងកាន់តែបៀមទឹកសមុទ្រច្រើនឡើងធ្វើឲ្យវាមានទម្ងន់កាន់តែធ្ងន់ទៅប៉ុន្តែទោះជាស្ថិតក្នុងសភាពបែបនេះក៏ដោយវាក៏នៅតែមានក្តីស្រមៃថាខ្លួនវានឹងបានទៅកាន់ទឹកជ្រោះនោះជានិច្ចថ្ងៃមួយមានខ្យល់ជំនោរដ៏ធំមួយបានបោកបក់មកដល់ខ្នើយអេប៉ុងក៏ស្រែកពីចម្ងាយសុំអង្វរខ្យល់ឲ្យជួយនាំសុំអង្វរខ្យល់ឲ្យជួយដោយសំឡេងយំអណ្ដើតអណ្ដោកឃើញដូច្នោះខ្យល់ក៏សួរដោយមានក្តីងឿងឆ្ងល់ថានរណាធ្វើអីឯងបានជាយំខ្សឹកខ្សួលដូច្នេះគឺគ្រប់គ្នានឹងណាពួកគេចិត្តអាក្រក់ណាស់ខ្ញុំចង់ទៅលេងទឹកជ្រោះនឹងគេតែពួកគេមិនព្រមនាំខ្ញុំទៅទេខ្នើយអេប៉ុងរអ៊ូពិតជាគ្មាននរណានាំឯងទៅមែនឬខ្យល់សួរបញ្ជាក់មានខ្លះដែរខ្នើយអេប៉ុងឆ្លើយដោយសំឡេងតតតប់ប៉ុន្តែគេថាខ្ញុំធ្ងន់ពេកមិនអាចនាំទៅរួចទេខ្នើយអេប៉ុងដ៏កំសត់អើយគឺមកពីខ្លួនឯងមានសុទ្ធតែទឹកសមុទ្រពេញខ្លួនទើបខ្លួនឯងវាទៅជាធ្ងន់យ៉ាងនេះហេតុអីក៏ឯងមិនព្រមបញ្ចេញទឹកសមុទ្រចេញពីខ្លួនឯងសិនទៅកាលបើខ្លួនឯងស្រាលហើយនរណាក៏អាចនាំឯងទៅបានដែរខ្យល់ឲ្យយោបល់មែនហើយខ្ញុំគិតតែពីបន្ទោសអ្នកដទៃរហូតភ្លេចគិតថាខ្លួនឯងនេះគឺជាដើមហេតុនៃបញ្ហាខ្នើយអេប៉ុងលាន់មាត់ភ្ញាក់ខ្លួនរួចសួរទៅខ្យល់អញ្ចឹងបើខ្ញុំដឹងពីមូលហេតុនេះហើយដោះស្រាយបញ្ហានឹងបានតើអ្នកឯងព្រមនាំខ្ញុំទៅកាន់ទឹកជ្រោះបានដែរឬទេបាន
បើឯងអាចដោះស្រាយបញ្ហានឹងបានខ្ញុំជាអ្នកនាំឯងទៅដោយខ្លួនឯងខ្យល់បានអះអាងតើឯងនិយាយប្រាប់មកមើលថាតើឯងដោះស្រាយយ៉ាងម៉េចបានដោយបងណែនាំខ្ញុំពីមុននេះអញ្ចឹងគឺគ្រាន់តែបញ្ចេញទឹកសមុទ្រឲ្យអស់ពីក្នុងខ្លួនទៅប៉ុណ្ណឹងគឺអស់បញ្ហាទៅហើយខ្នើយអេប៉ុងឆ្លើយបណ្ដើត្បៀតខ្លួនបណ្ដើបញ្ចេញទឹកសមុទ្រពីក្នុងខ្លួនរហូតទាល់តែខ្សោះអស់ទឹករលីងក្រោយមកវាក៏ដេកសម្ដិលហាលថ្ងៃរហូតស្ងួតទឹកអស់តែម្ដងខ្លួនរបស់ឯងលែងធ្ងន់ទៀតហើយខ្ញុំនឹងនាំឯងទៅឯទឹកជ្រោះខ្យល់និយាយហើយក៏បក់បោកនាំខ្នើយអេប៉ុងទៅកាន់ទីទឹកជ្រោះតាមបំណងប្រាថ្នារបស់វាទៅត្រូវចេះពឹងខ្លួនឯងជាមុនសិនមុននឹងពឹងលើអ្នកដទៃហើយត្រូវតែពិចារណារកពីមូលហេតុនៃបញ្ហាឲ្យបានយល់ជាក់ច្បាស់មុនពេលនិយាយពឹងពាក់អ្នកដទៃ